قال رسول الله صلى الله عليه وسلم إذا صلى أحدكم فليصلي إلى سترة وليدنو منها ولا يدع أحدا يمر بين يديه رواه أبو داود وصححه الألباني នៅក្នុងហាឌីសសាហីមួយរ៉ាស៊ូលឡោះសល្លឡោះអាឡៃហ៊ីវសល្លាមបានប្រសាសន៍ថាកាលណាបុគ្គលណាម្នាក់នៃពួកអ្នកប្រតិបត្តិសាឡាតចូលឲ្យគាត់សាឡាតទៅកាន់របាំងនៅពីមុខគាត់មានថានៅពេលប្រតិបត្តិសាឡាតចូលឲ្យមានរបាំងនៅពីមុខគាត់វលយតនូមីនហាចូលឲ្យគាត់សាឡាតឲ្យចិត្តទៅកាន់របាំងរបស់គាត់នោះវឡាយាដាអហាដានយ៉ាមុរបៃនយ៉ាដៃហើយចូលគុំបណ្ដោយឲ្យនរណាម្នាក់ដើរឆ្លងកាត់នៅចន្លោះគាត់ហើយនឹងរបាំងរបស់គាត់នោះយោងតាមហាឌីសនេះនប៊ីសល្លឡោះអាឡៃហ៊ីវសល្លាមជំរុញយើងជាអ្នកឥស្លាមនៅពេលប្រតិបត្តិសាឡាតមិនថាជាសាឡាតហ្វារឌូឬសាឡាតសុណាត់នោះទេត្រូវមានរបាំងនៅពីមុខគាត់ដើម្បីការពារកុំឲ្យមានអ្នកដើរឆ្លងកាត់នៅពីមុខគាត់ដែលជួនកាលអាចធ្វើឲ្យខាតបង់បាសឡារបស់គាត់ឬជួនកាលទៀតអាចធ្វើឲ្យខូចសាឡាតគាត់តែម្ដងអញ្ចឹងនៅពេលសាឡាតមិនថានៅផ្ទះនោះទេឬនៅមស្ជីដគឺយើងក៏បីមានរបាំងនៅពីមុខកន្លែងដែលយើងសាឡាតប្រសិនបើអាចធ្វើបានហើយដូច្នេះយើងឃើញថាមានបងប្អូនយើងខ្លះដែលគាត់មកមស្ជីដគាត់ប្រតិបត្តិសាឡាតនៅក្បែរច្រកទ្វារដែលគេចេញចូលកន្លែងនេះគឺជាកំហុសឆ្គងមួយដោយសារនៅកន្លែងទ្វារធម្មតាគេដើរចេញចូលហើយអ្នកខ្លះគាត់សាឡាតអត់មានរបាំងទេហើយគាត់សាឡាតចំមាត់ទ្វារដែលគេដើរចេញចូលករណីដែលគាត់សាឡាតដោយគ្មានរបាំងគាត់អត់មានសិទ្ធិហាមឃាត់គេនៅពេលដែលគេដើរកាត់មុខគាត់ទេប៉ុន្តែបើគាត់មានរបាំងឧទាហរណ៍គាត់យកសសរនៅពីមុខគាត់ជារបាំងឬក៏មានអ្វីមួយជារបាំងពេលដែលគេដើរឆ្លងកាត់គាត់មានសិទ្ធិហាមឃាត់រ៉ូស៊ូលសល្លមផ្ដល់សិទ្ធិឲ្យគាត់នៅក្នុងការហាមឃាត់រហូតដល់ស្លាមមានសាថាفإن أبى فليقاتل فإنما هو الشيطان បើសិនបើអ្នកដែលដើរឆ្លងកាត់នោះគាត់ឲ្យអត់ស្ដាប់អាចកាសចេញហើយរ៉ូស៊ូលប្រាប់ថាការពិតអ្នកដែលដើរឆ្លងកាត់គេនោះគឺជាសៃតានមានថាអ្នកដែលជំរុញគាត់ឲ្យដើរកាត់មុខគេសាឡាតនោះគឺសៃតានហើយដូច្នេះចំណុចនេះជាចំណុចដែលយើងត្រូវមានការប្រុងប្រយ័ត្នអញ្ចឹងអ្នកដែលចូលក្នុងមស្ជីដក៏សាឡាតតែក្នុងមស្ជីដឬសាឡាតសុណាត់អីផ្សេងមិនថាពេលគាត់ចូលដំបូងឬក៏គាត់ចង់សាឡាតសុណាត់ផ្សេងទៀតនោះទេគាត់ក៏បីរកកន្លែងណាដែលគេមិនដើរឆ្លងកាត់នៅពីមុខគាត់ករណីដែលគាត់ធ្វើប្រហែលគឺគាត់ឌូសាហើយបណ្ដោយឲ្យអ្នកដែលដើរឆ្លងកាត់ពីមុខគាត់ក៏ឌូសាដែរនៅក្នុងនេះសាហីដែលរីកាដែលអ៊ីម៉ាមអ៊ុលប៊ូខារីហើយនិងអ៊ីម៉ាមមូស្លីមសល្លឡោះអាឡៃហ៊ីវសល្លាមបានប្រសាសន៍ថា لو يعلم المار بين يدي المصلي ماذا عليه لكان أن يقف 40 خيرا له من أن يمر بين يديه មានថាបើសិនបើអ្នកដែលដើរឆ្លងកាត់មុខអ្នកដែលគេប្រតិបត្តិសាឡាតគាត់ដឹងអំពីភាពធំធេងនៃបាបកម្មនោះទោះជាគាត់ត្រូវឈររង់ចាំរយៈពេល40ល្អប្រសើរជាងគាត់ដើរឆ្លងកាត់ពីមុខគេសាឡាតមានថាដើរឆ្លងកាត់កន្លែងសុយោតរបស់គេពីមុខចន្លោះរវាងកន្លែងសាឡាតរបស់គេនិងកន្លែងសុយោតឬក៏កន្លែងរបាំងរបស់គេរ៉ូស៊ូលប្រាប់ថាបើទោះជាឈររង់ចាំ40រ៉ូស៊ូលអបញ្ជាក់ថា40ថ្ងៃឬ40ខែឬ40ឆ្នាំនោះទេល្អជាងការដែលគាត់ដើរឆ្លងកាត់ដោយសារបាបកម្មមានធំធេងកន្លែងនេះឧលមាគាត់បានបកស្រាយថាទោះជាគាត់ត្រូវឈរចាំយូរយ៉ាងណាក៏ដោយក៏ល្អប្រសើរជាងការដែលគាត់ដើរឆ្លងកាត់ពីមុខគេសាឡាតដែរមានន័យថាបាបកម្មរបស់វាគឺធំធេងអញ្ចឹងនៅក្នុងហាឌីសទាំងពីរនេះណែនាំយើងជាអ្នកអ៊ីស្លាមទីមួយអ្នកដែលប្រតិបត្តិសាឡាតគឺក៏បីមានរបាំងនៅពីមុខហើយក៏បីសាឡាតនៅកន្លែងណាដែលគេមិនដើរឆ្លងកាត់ច្រើនហើយក៏ណែនាំអ្នកដែលដើរឆ្លងកាត់ពីមុខគេសាឡាតបើសិនបើគេមានរបាំងហាមដាច់ខាតដើរនៅចន្លោះរវាងកន្លែងឈររបស់គេហើយនឹងរបាំងរបស់គេប៉ុន្តែបើសិនបើគាត់អត់មានរបាំងទេកន្លែងដែលហាមឃាត់គឺចន្លោះរវាងសាឡាតរបស់គាត់ហើយនឹងកន្លែងសុយោតរបស់គាត់ករណីដែលអត់មានរបាំងគឺអាចដើរឆ្លងកាត់បានក្រោយកន្លែងសុយោតរបស់គាត់មានថាផុតកន្លែងសុយោតរបស់គាត់ហើយអ្នកដែលមានបាបកម្មគឺអ្នកដែលសាឡាតដោយគ្មានរបាំង